Xua sẽ đây bong bóngទាំងអស់គ្នាតោះយើងមកមើលពីរបៀបចាក់សំណាញ់វីដេអូថ្មីបងប្អូនរបៀបចាក់2ជឿនឬមួយក៏3ជឿនកុំឲ្យរត់កាឡាបងប្អូនពេលយើងចាក់ហើយយើងអត់ចាំបាច់ដូរហ្នឹងបងប្អូនយើងចងតែច្បាក់ចងជើងហ្នឹងហើយនឹងយើងចងប្រយុងបង់មកដល់ទៅនេះអត់មានរត់ទេបងប្អូនតោះតាមដានទាំងអស់គ្នាដំបូងយើងមានຂະຫນាតបងប្អូននេះຂະຫນាតនេះຂະຫນាត6ហ៊ុនណាຂະຫນាតយើងចាក់កាឡា6ហ៊ុនຂະຫນាតនេះយើងធ្វើ3ហ៊ុនបងប្អូនខ្ញុំធ្វើពីរស័យហើយនឹងឈ្នុនយើងខ្ញុំមានធ្វើអាក្បាលរៀងដូចព្រួញខ្ញុំលាក់បងប្អូនអានោះខ្ញុំលាក់សម្រាប់យើងចាក់តាកកូនដៃប៉ុន្តែយើងចាក់2ជឿនអញ្ចេះគឺយើងអត់បាក់ប្រើទេដំបូងយើងភ្ជាប់សិនបងប្អូនយើងភ្ជាប់នឹងសំណាញ់យើងភ្ជាប់នឹងសំណាញ់យើងសិនណាយើងភ្ជាប់សំណាញ់យើងភ្ជាប់នេះយើងភ្ជាប់យើងចាក់2ជឿនដែរបងប្អូនចាក់2ជឿនកតុយខ្សែយើងទុកឲ្យរៀងវែងតិចមកបងប្អូនយើងទុកកន្លះម៉ែត្រអីក៏បានដែរយើងទុកពេលយើងចាក់ជុំមកយើងយកកតុយខ្សែដើម្បីតទៅចាក់ជុំថ្មីទៀតយើងទុកឲ្យវែងតិចមកទុកកន្លះម៉ែត្រអីមកនេះ2ជឿននេះយើងសូកពីក្រោមមួយហើយនឹងយើងពុះចំកណ្ដាលបងប្អូនសំណាញ់យើងចាក់សំណាញ់ចាក់ដៃយើងទុកបងត្រីរស់បងប្អូនហើយនឹងអានេះកាឡា6ហ៊ុនបើសិនតែយើងចាក់ឲ្យរត់អត់កើតទេបងប្អូនកាឡាធំតែរត់ទៀតកាន់តែធំទៀតហើយយើងដាក់ຂະຫນាតយើងមកហើយយើងចាក់ដូចមិញដែរបងប្អូនយើងសូកពីក្រោមមកហ្នឹងហើយយើងដូចមិញហើយយើងសូកពីក្រោមមកយើងទាញមកដាក់នឹងຂະຫນាតយើងឲ្យស្មើណាបងប្អូននេះយើងទាញដាក់ឲ្យស្មើមកហើយយើងចាក់ដូចមិញដែរយើងកវិតទៅខ្សែទៅឆ្វេងយើងកវិតខ្សែទៅឆ្វេងហើយយើងសូកពីក្រោមកាឡាយើងពីលើកាឡាសំណាញ់យើងតាក់មកហើយយើងពុះចំកណ្ដាលបងប្អូននេះហើយយើងពុះយ៉ាងមកហើយយើងទាញមកហើយពេលទាញគឺយើងសេរីមិនគឺទាញមកពេលវារឹតគឺឲ្យស្មើនឹងຂະຫນាតយើងបងប្អូនទាំងមិនយើងរឹតឲ្យស្មើគ្នាយើងរឹតឲ្យស្មើបើយើងផ្លិតដៃអីវាអាចអត់ស្មើបងប្អូនអាចស្រាយវត្ថុមកយើងទាញសោថ្មីចាក់សោថ្មីប៉ុន្តែមុនដំបូងយើងអត់ធ្លាប់យើងអត់ចេះរៀងពិបាកបងប្អូនពិបាកបើយើងព្យាយាមធ្វើម្ដងហើយម្ដងទៀតយូរទៅស្អាតថ្ងៃនេះអានេះយើងចាក់យ៉ាងនេះបងប្អូននេះយើងចាក់ដូចគ្នាដូចតែមុនដែរបងប្អូននេះចាក់2ជឿនបាទរបៀបមួយទៀត3ជឿនពេលរបៀបចាក់3ជឿនក៏យើងអត់ខុសគ្នាដែរបងប្អូនគ្រាន់តែយើងចាក់ខាងលើ2ជឿនហើយយើងពុះចំកណ្ដាលហ្នឹង3ជឿនបងប្អូន3ជឿនហ្នឹងគឺកាន់តែជាប់ទៀតប៉ុន្តែចាក់3ជឿនភាគច្រើនគេចាក់នៅពេលស្នាញ់លហែកបងប្អូនពេលគេជួសនេះចាក់3ជឿនបងប្អូននេះយើងចាក់2ដងហើយមិនយើងពុះចំកណ្ដាលអាហ្នឹងចាក់3ជឿនភាគច្រើនគេប្រើពេលជួសស្នាញ់បងប្អូនពេលជួសស្នាញ់គេចាក់ពេលមុខតំណយើងពេលមុខតំណខ្សែយើងចាក់ស្លាប់វា3ជឿនអត់ឲ្យវារបូតចុងខ្សែបងប្អូននេះអាហ្នឹងចាក់3ជឿនភាគច្រើនគេប្រើពេលជួសស្នាញ់តែបើយើងចាក់ស្នាញ់យើងចាក់3ជឿនអញ្ចឹងក៏បានដែរប៉ុន្តែវារៀងយូរបងប្អូនរៀងយូរជាង2ជឿនណាចាក់បានដូចគ្នាចាប់ដូចគ្នាប៉ុន្តែគាត់ថាក្បាលរួយរៀងធំជាងបងប្អូនឃើញនេះក្បាលរួយរៀងធំជាងក្បាលរួយយើងចាក់2ជឿនណាតែបើយើងចាក់2ជឿនហ្នឹងគឺជាប់ 100% ហើយអត់អីទេអត់ពិបាកដូនទេគឺយើងចាក់រួចចងថាជើងចងប្រយុងបង់មកដល់អត់បាច់ដូនទេតែបើយើងចាក់តាក់កូនដៃមួយជឿនណាបងប្អូនគឺយើងទៅអត់ដូនបើយើងអត់ដូនពេលយើងយកទៅបង់វាអាចមានកាឡាខ្លះវារត់កាឡាហ្នឹងហើយ3ជឿនគឺអត់មានខុសគ្នាទេបងប្អូនគាត់ថាយើងរុំ2ដងបានទី3បានយើងពុះចំកណ្ដាលគឺ
ខុសគ្នាត្រង់យើងខាងលើយើងរុំ2 ដងប៉ុណ្ណឹងហើយគេថាក្បាលរួយរៀងធំជាងបន្តិចបើយើងចាក់2ជើងក្បាលរួយរៀងតូចជាងតែមកឃើញនេះក្បាលរួយរៀងធំជាងតែយើងចាក់សណាញ់បងត្រីរស់អញ្ចឹងកាឡាធំកាឡាអំពើអញ្ចឹងយើងចាក់តែ2ជើងនឹងជាប់បងប្អូនជាប់ 100% គឺធានាគឺអត់មានរត់ទេពេល3ជើងនេះចង់បញ្ជាក់ប្រាប់បងប្អូនអានេះគេច្រើនចាក់នៅពេលសណាញ់លហែកពេលជួសនិយាយទៅអត់មានអីពិបាកទេបងប្អូនយើងគិតតែចាក់2ជើងនិង3ជើងគឺខុសគ្នាกันតែមួយយើងចាក់រុំ2 ដងហើយមួយយើងចាក់រុំ3 ដងប៉ុណ្្នឹងឯងបងសំខាន់យើងទាញឲ្យស្មើនឹងຂະຫນាតរបស់យើងណែសំខាន់យើងទាញឲ្យស្មើបងប្អូននេះទាញឲ្យស្មើនិយាយទៅយើងចាក់ដណ្ដែលបងប្អូនពេលយើងចាក់យូរទៅស្ទាត់ដៃទៅចាក់បានលឿនតែមុនដំបូងរៀងពិបាកបន្តិចបើយើងចាក់យូរទៅបងប្អូនព្យាយាមទៅយូរទៅបានលឿនណាស់ហ្នឹងហើយស្នាញ់នេះកាឡា6បងប្អូនខ្ញុំចាក់កាឡា6ហ៊ុនខ្ញុំចាក់10ហាត់ចាក់10ហាត់ទុកបងតេរ៉ោះបងប្អូនបងតេរ៉ោះឆ្នាំនេះលេងតេរ៉ោះម្ដងខាន់បង2 ឆ្នាំហើយបងប្អូនតែឆ្នាំនេះយើងលេងតេរ៉ោះម្ដងព្រោះស្នាញ់បងតេរ៉ោះនេះយើងត្រូវចាក់កុំឲ្យវារត់ព្រោះជាកាឡាធំតរត់ទៅកាន់តែធំទៀតមើលខ្ញុំចាក់ហ្នឹងហើយចាក់រួចចាំមើលថតប្រាប់ទៀតចាក់ចិត្តរួចបងប្អូននេះចាក់បាន9ហាត់ជិត10ហាត់ហើយបងប្អូននេះខ្ញុំមកបង្ហាញបងប្អូនពីរបៀបចាក់ណាញ់វើលយើងទុកបងត្រីរស់យើងចាក់2ជើងគឺធានាអត់រត់ទេយើងចាក់ឲ្យស្រួលយកបាត់ចាំបាច់ដូនទេយើងចាក់តាកកូនដៃក៏បាទដែរប៉ុន្តែយើងត្រូវដូនវាហ្នឹងហើយយើងចាក់រួចយើងទាញរុញមកនេះមកបើរុញឲ្យវាជាប់គ្នាជាមកហើយយើងចាក់តទៀតអត់មាននយោបាយបងប្អូនចាក់ប៉ុន្តែសម្រាប់បងប្អូនអ្នកចេះគាត់ស្រួលទេប៉ុន្តែបងប្អូនអត់ចេះពិបាកតែយើងរៀនតិចទៅបាត់តែចេះបងប្អូនហើយចាំមើលចាក់រួចពេលចងជើងចាំខ្ញុំថតឲ្យមើលទៀតកាឡា6ស្នាញ់នេះជើងប្រហែលជា5 គីឡូបងប្អូនតាមយើងស្មានជើងប្រហែល5 គីឡូតែយើងចាក់ដៃយើងចាក់ដៃនេះប្រើបានយូរបងប្អូនអត់ងាយខូចទេសំខាន់ពេលយើងឈប់បង់យើងលាងទឹកទៅយើងហាលនៅហាលថ្ងៃក៏បានបងប្អូនតែយើងហាលតែមកស្ងួតយើងដកចេញមកយើងដាក់ក្នុងម្លប់វិញប៉ុន្តែអត់ដឹងថាស្នាញ់យើងដៀងហ្នឹងវាយើងប្រើវាលះផុយយើងស្នាញ់យើងចាក់ដៃបងប្អូនបោះដូចខុសគ្នាមិនទេតែស្នាញ់យើងចាក់ដៃយើងប្រើបានយូរជាងបើស្នាញ់យើងដៀងប្រើវានិយាយទៅវាលះផុយវាផុយលឿនវាលឿនប៉ុន្មានទេថាស្នាញ់យើងចាក់ដៃប្រើបាន3 ឆ្នាំអីស្នាញ់ចាក់ដៀងបាន2 ឆ្នាំហើយផុយព្រោះស្នាញ់ចាក់ដៃអញ្ចឹងយើងប្រើបានយូរតែឆ្នាំនេះរៀងសបោត្រីបងប្អូនតាមមើលដូចថាសបោត្រីជំមើលទៅលេងតែរស់ម្ដងបងលេងកាឡា6ម្ដងនេះធ្នាក់វា2 ខាំអីជឿបងប្អូន2 ខាំអីជឿហើយធ្នាក់វា2 ខាំជឿដូចម៉ងនិយាយទៅកាឡាធំយើងបង់ស្រួលបើសបោតែរស់វិញបង់ស្រួលវាកាឡាធំដាក់រត់ដឹងអាតាកជឿមកយើងបង់ស្រួលចាំមើលពេលចាក់រួចចងបយងរួចពេលទៅបង់តាមថតឲ្យបងប្អូនមើលហើយពេលបង់សាកចាំមើលថតឲ្យមើលប៉ុន្តែធានាដឹងឲ្យបែក 100% បងប្អូននេះធានាដឹងឲ្យបែក 100% ខ្ញុំចាក់2 បែក 1 2 បែក 1 2កាឡាបែក 1បានប្រហែលជា2 ហាត់ 3 ហាត់ខ្ញុំដកមក3 4 5 ហាត់មក4 6 ហាត់ 5 អីចឹង6មកពេលនេះខ្ញុំចាក់សាច់លាតបណ្ដោយចាក់សាច់លាតទាំងអស់ហើយបងប្អូនចាំមើលចាក់រួចខ្ញុំថតបង្ហាញទៀត
អរគុណបងប្អូនដែលបានតាមដានវីដេអូពីដើមដល់ចប់ចាំមើលជួបគ្នាក្នុងវីដេអូក្រោយទៅពេលចាក់រួចបងប្អូនពេលចាក់រួចយើងចាក់ជើងក្រោមវាអំបោះលេខ4ព្រោះនេះយើងចាក់នេះកាឡា6យើងចាក់អំបោះលេខ3បងប្អូនទៅពេលយើងចាក់ហើយយើងបាន10ហាត់ហើយអញ្ចឹងយើងចាក់អំបោះលេខ4 3 4ជុំបងការពារកុំឲ្យវាឆាប់ពុកជើងក្រោមពេលយើងអូសនឹងដីពេលហើយយើងចងជើងចងពយងហើយអរគុណបងប្អូនជួបគ្នាវីដេអូក្រោយបាយបាយ